បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមមកធ្វើការណែនាំបន្តិចបន្តួចបងប្អូនទាក់ទងជាមួយនឹងវីដេអូ AI បងប្អូនធ្វើនៅកម្មវិធីដែលហ្វ្រីបងប្អូនណាហ្វ្រីអញ្ចឹងវាជាប់ logo ជាងបងប្អូននេះ VEO អញ្ចឹងបើសិនជាយើងអាចបង្ហោះនៅលើនឹងបង្ហោះបែបហ្នឹងទៅវាជាប់ logo អត់ស្អាតទេបងប្អូនដូចថាវាជាប់ logo អញ្ចឹងណាតែបើសិនជាបងប្អូនអត់ចង់ឲ្យជាប់ logo បងប្អូនកាត់វាចោលបងប្អូនដោយសារយើងធ្វើនៅកម្មវិធីហ្វ្រីវាជាប់ logo អញ្ចឹងហើយព្រោះនេះខ្ញុំតេស្តមើលនៅក្នុងកម្មវិធី Flow បងប្អូនណា ខ្ញុំបានធ្វើវីដេអូ AI នេះមួយគឺវា smooth ថាអាចយកជាការកើតណាគ្រាន់តែអញ្ចេះបងប្អូនគ្រាន់តែវាជាប់ logo បន្តិចអញ្ចឹងខ្ញុំមកធ្វើការ edit កែវានៅលើកម្មវិធី CapCut ដើម្បីកាត់បានបងប្អូនទៅកំណត់ទំហំមកយើងយកទៅស្តង់ដារមកបងប្អូនណាបន្ទាប់មកបងប្អូនទៅយកនេះចំណុចនេះបងប្អូនចំណុចនេះយើងយកមកកាត់យើងបងប្អូនចុចតិចមកនេះបងប្អូនចុចល្មមមកដាច់មកណាល្មមមកដាច់แล้วដាច់មកត្រឹមមកបើសិនដាច់អស់ពេក វាពេកក៏វាអត់ស្អាតដែរវាដាច់វីដេអូយើងអញ្ចឹងណាឥឡូវបងប្អូនទៅមើលវីដេអូរបស់យើងទាំងអស់គ្នាបងប្អូនខ្ញុំធ្វើនេះគឺនៅលើកម្មវិធី Flow ហ្នឹងពីរបងប្អូនអត់ទាន់ទិញ license ទេដោយសារថាបើសិនជាខ្ញុំធ្វើ smooth ខ្ញុំចេះធ្វើទៅខ្ញុំនឹងគាត់ជាទិញទៅខាងផលិតវីដេអូ AI បងប្អូនណាឥឡូវវាពេញនិយមមែនទែនវាងាយស្រួលវីដេអូ original បងប្អូនយើងគិតឧទាហរណ៍ថាឥឡូវយើងចង់ copy កំណិតពីគេក៏បានឬយើងធ្វើពីកំណិតខ្លួនឯងក៏បានដែរឲ្យតែបងប្អូនចេះសរសេរ script ចេះសរសេរអទម្រង់ពណ៌នាពីសកម្មភាពវីដេអូយើងចង់ឲ្យធ្វើអ្វីយើងពីពណ៌នាទៅយើងដាក់នៅកម្មវិធីហ្នឹងទៅគេចេញវីដេអូយើងហ្នឹងបងប្អូនមើលតែខ្ញុំសូមធ្វើការបិទសំឡេងតិចនេះបងប្អូនមើលឃើញសកម្មភាពហ្នឹងគឺលុយមែនទែនអានេះខ្ញុំកំណត់របស់ខ្ញុំចេញមកគាត់ខ្ញុំអត់ copy ទេបើថាយើងចេញកំណត់មកឲ្យយើងសេជា prompt ណាសេជា prompt ហើយយើងយក prompt មកយកមកដាក់នៅក្នុង Flow គឺអត់បាក់ទេបងប្អូនសកម្មភាពធ្វើហ្នឹងណាទីមួយបងប្អូនគិតចេះបានថាខ្ញុំទីមួយខ្ញុំគិតគិតទៅលើថាឥឡូវខ្ញុំចង់ឲ្យកាប់ព្រៃកាប់អីហ្នឹងដើម្បីធ្វើជាផ្លូវខ្សែចាក់កៅស៊ូចាក់អីចឹងណាខ្ញុំសរសេរតាមមកដំណាក់កាលទៅខ្ញុំសេដាក់ថាមានសកម្មភាពហ្នឹងមានមនុស្សកំពុងធ្វើមាន X មាន bull ចឹងណាតបមកឈូសឆាយផ្លូវមួយខ្សែចាក់កៅស៊ូចាក់អីចឹងបងប្អូនណាគឺ original សុទ្ធហ្មងបងប្អូនគ្រាន់តែថាសំខាន់បងប្អូនត្រូវតែរៀនសរសេរ script វាសរសេរ prompt វាprompt ឲ្យវាត្រូវហើយដល់ពេលហើយបងប្អូនទៅធ្វើដាក់ speak ដាក់អីវាទៅវាលឿនទៅហើយឮសូរសលេងទៅបាច់ឲ្យឮសូរភ្លេងឯងឮសូរភ្លេងវាអត់សូវ smooth ទេឃើញទេបងប្អូនចុងបញ្ចប់គេគឺផ្លូវហ្នឹងហើយមានឡានមានរថអីស្អាតអញ្ចឹងធម្មតាណាបងប្អូនគេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបងប្អូនការបង្ហាញរបស់ខ្ញុំហ្នឹងណាគឺខ្ញុំទីមួយខ្ញុំបង្ហាញថាឥឡូវខ្ញុំចង់កាត់ logo ចេញអត់ចង់ជាប់ logo នោះទេដោយសារlogo ហ្នឹងវាមើលទៅវារាងឆ្គងបន្តិចបន្ទាប់មកខ្ញុំមកធ្វើការ review ទៅលើវីដេអូ AI របស់ខ្ញុំថាខ្ញុំផលិតឡើងហ្នឹងវាធ្វើបែបម៉េចបងប្អូនចាំមើលខ្ញុំផលិតវីដេអូក្រោយខ្ញុំនឹងធ្វើឲ្យបងប្អូនមើលមួយៗតាក់ទងជាមួយការសរសេរ prompt script វាមួយអីខ្ញុំឲ្យបងប្អូនមើលអរគុណច្រើនបងប្អូនជម្រាបលា